Morgan Stanley ព្យាករណ៍តម្លៃមាសនឹងឡើងដល់$4,500នៅពាក់កណ្ដាលឆ្នាំក្រោយធនាគារ Morgan Stanley បង្ហាញថាការធ្លាក់ចុះរបស់តម្លៃមាសនាពេលថ្មីៗនេះគឺជាឱកាសទិញហើយធនាគារខ្នាតយក្សមួយនេះក៏បានលើកកម្រិតគោលដៅមាសនាឆ្នាំ2026របស់ខ្លួនផងដែរ Morgan Stanley បានកំណត់ថាមាសជាជម្រើសល្អបំផុតក្នុងចំណោមលោហៈធាតុផ្សេងទៀតហើយនឹងនៅមានស្ថិរភាពសម្រាប់ការឡើងរហូតដល់ឆ្នាំ2026បើទោះបីជាមានការធ្លាក់ចុះមកខ្លះៗក៏ដោយធនាគារនេះបានចង្អុលបង្ហាញពីការប្រែប្រួលសំខាន់មួយនៅក្នុងឥរិយាបថអ្នកវិនិយោគក្នុងឆ្នាំនេះដោយពីមុន Gold ETF ត្រូវបានវិនិយោគិនលក់ចេញ4ឆ្នាំជាប់ៗគ្នាបច្ចុប្បន្នបញ្ច្រាស់មកទិញវិញជាមួយនឹងបរិមាណដ៏ធំបំផុតក្រោយពីឆ្នាំ2020គេរំពឹងថាតម្រូវការមាសនឹងបន្តកើនឡើងនៅពេលអត្រាការប្រាក់ធ្លាក់ខណៈធនាគារកណ្ដាលជុំវិញសកលលោកបន្តបន្ថែមមាសធ្វើជាទុនបម្រុងនិងតម្រូវការគ្រឿងអលង្ការមានស្ថិរភាពវិញធនាគារក៏បានបន្ថែមទៀតថាតម្រូវការទិញមាសសុទ្ធក៏កើនឡើងផងដែរខណៈអ្នកវិនិយោគកំពុងប្រើយុទ្ធសាស្ត្រការពារហានិភ័យពីអតិផរណានិងការពារពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលក្នុងបរិបទនេះ Morgan Stanley មើលឃើញពីការធ្លាក់ថ្មីនៃតម្លៃមាសគឺជាឱកាសល្អសម្រាប់ទិញបូករួមទាំងបានព្យាករណ៍ថាតម្លៃមាសនៅពាក់កណ្ដាលឆ្នាំ2026នឹងឡើងដល់$4,500ក្នុងមួយអោនឬប្រមាណ$542ក្នុង1 G